ជំរានប្រជាជនឆ្នាំ2026នឹងរៀបចំធ្វើក្នុងខែសីហានេះទោះអ្នកជានរណាក៏ដោយយើងត្រូវការមតិយោបល់ពីអ្នកព្រោះរាល់ចម្លើយសុទ្ធតែសំខាន់តើជំរានប្រជាជនជាអ្វីទៅរៀងរាល់5ឆ្នាំម្ដងជំរានប្រជាជនរាប់មនុស្សគ្រប់រូបនិងចំនួនគ្រួសារនៅក្នុងប្រទេសអូស្ត្រាលីជំរាននេះសួរសំណួរទាំងឡាយអំពីអាយុរបស់អ្នកពូជពង្សរបស់អ្នកនិយាយភាសាអ្វីនិងការងារអ្វីដែលអ្នកធ្វើចម្លើយរបស់អ្នកគឺឯកជនហើយត្រូវបានការពារដោយច្បាប់រាល់ចម្លើយជួយយើងឲ្យយល់ដឹងពីអ្វីដែលប្រទេសអូស្ត្រាលីត្រូវការឥឡូវនេះនិងនៅពេលអនាគតដូចជាកន្លែងដែលត្រូវសាងសង់សាលារៀនឬមន្ទីរពេទ្យរបៀបរៀបចំផែនការដឹកជញ្ជូនសាធារណៈនិងការគាំទ្រសហគមន៍ឆ្នាំនេះជំរានប្រជាជនគឺធ្វើនៅថ្ងៃទី11ខែសីហាអ្នកអាចបំពេញជំរានប្រជាជនតាមវិធីផ្សេងៗជាច្រើនគ្រួសារភាគច្រើននឹងទទួលបានសម្បត្តិមួយច្បាប់ដើម្បីបំពេញជំរានប្រជាជនតាមអនឡាញអ្នកអាចស្នើសុំបំពេញវានៅលើទម្រង់បែបបទក្រដាសស្នាមឬដោយមានជំនួយពីយើងខ្ញុំសូមចូលរួមនិងជួយយើងដោយផ្ដល់ចម្លើយផ្សេងៗសម្រាប់អនាគតរបស់ប្រទេសអូស្ត្រាលីសម្រាប់ជំនួយក្នុងការបំពេញជំរានប្រជាជននិងធនធានដែលបានបកប្រែរួចសូមចូលទៅកាន់គេហទំព័រ www.census.abs.gov.au